ព្រឹត្តិបត្តិព័ត៌មានកម្ពស់ទឹកសម្រាប់ថ្ងៃទី15ខែឧសភាឆ្នាំ2025តាមបណ្ដាស្ថានីយជលសាស្ត្រទន្លេមេគង្គស្ទឹងត្រែងថ្ងៃនេះទឹកមានកម្ពស់ 2.98 សង់ទីម៉ែត្រស្មើនឹងថ្ងៃម្សិលមិញកម្រិតកម្ពស់ប្រុងប្រយ័ត្ន 10.70 សង់ទីម៉ែត្រទន្លេមេគង្គក្រចេះថ្ងៃនេះទឹកមានកម្ពស់ 7.90 សង់ទីម៉ែត្រខ្ពស់ជាងថ្ងៃម្សិលមិញ 2 សង់ទីម៉ែត្រកម្រិតកម្ពស់ប្រុងប្រយ័ត្ន 22 ម៉ែត្រទន្លេមេគង្គកំពង់ចាមថ្ងៃនេះទឹកមានកម្ពស់ 2.96 សង់ទីម៉ែត្រខ្ពស់ជាងថ្ងៃម្សិលមិញ 12 សង់ទីម៉ែត្រកម្រិតកម្ពស់ប្រុងប្រយ័ត្ន 15 ម៉ែត្រ 20 សង់ទីម៉ែត្រទន្លេបាសាក់ចាក់ទៅមុខថ្ងៃនេះទឹកមានកម្ពស់ 1.89 សង់ទីម៉ែត្រខ្ពស់ជាងថ្ងៃម្សិលមិញ 9 សង់ទីម៉ែត្រកម្រិតកម្ពស់ប្រុងប្រយ័ត្ន 10 ម៉ែត្រ 50 សង់ទីម៉ែត្រទន្លេមេគង្គអ្នកលឿងថ្ងៃនេះទឹកមានកម្ពស់ 1 ម៉ែត្រ 10 សង់ទីម៉ែត្រខ្ពស់ជាងថ្ងៃម្សិលមិញ 16 សង់ទីម៉ែត្រកម្រិតកម្ពស់ប្រុងប្រយ័ត្ន 7 ម៉ែត្រ 50 សង់ទីម៉ែត្រទន្លេបាសាក់កោះខែលថ្ងៃនេះទឹកមានកម្ពស់ 1 ម៉ែត្រ 69 សង់ទីម៉ែត្រខ្ពស់ជាងថ្ងៃម្សិលមិញ 3 សង់ទីម៉ែត្រកម្រិតកម្ពស់ប្រុងប្រយ័ត្ន 7 ម៉ែត្រ 90 សង់ទីម៉ែត្រទន្លេសាបព្រែកក្តាមថ្ងៃនេះទឹកមានកម្ពស់ 1 ម៉ែត្រ 7 សង់ទីម៉ែត្រខ្ពស់ជាងថ្ងៃម្សិលមិញ 1 សង់ទីម៉ែត្រកម្រិតកម្ពស់ប្រុងប្រយ័ត្ន 9 ម៉ែត្រ 50 សង់ទីម៉ែត្របឹងទន្លេសាបកំពង់ហ្លួងថ្ងៃនេះទឹកមានកម្ពស់ 0 ម៉ែត្រ 68 សង់ទីម៉ែត្រទាបជាងថ្ងៃម្សិលមិញ 2 សង់ទីម៉ែត្រសូមជម្រាបជូនថាស្ថានីយជលសាស្ត្រទន្លេមេគង្គទន្លេសាបនិងទន្លេបាសាក់ទឹកបាននឹងកំពុងឡើងនិងស្រកបន្តិចបន្តួចការផ្សាយរបស់ក្រសួងធនធានទឹកនិងឧតុនិយមថ្ងៃទី15ខែឧសភាឆ្នាំ2025សូមអរគុណ